ពោលមានក្តៅនារីថៃម្នាក់ទៀតហើយត្រូវបានឃាត់ខ្លួននៅបរទេសពាក់ព័ន្ធការរត់ពន្ធគ្រឿងញៀនថៃអាម៉ាស់មកពេញពិភពលោកសារជាថ្មីក្រោយនារីជនជាតិខ្លួនម្នាក់ទៀតហើយត្រូវបានឃាត់ខ្លួននៅឯប្រទេសជប៉ុនពាក់ព័ន្ធការលួចលាក់រត់ពន្ធគ្រឿងញៀនទូរទស្សន៍ The Nation ផ្សាយនៅថ្ងៃច័ន្ទទី27កក្កដាឆ្នាំ2026ថានារីម្នាក់មានឈ្មោះថាចាជូតាធីបអាយុ28ឆ្នាំត្រូវបានអាជ្ញាធរជប៉ុនឃាត់ខ្លួននៅអាកាសយានដ្ឋានFukuoka ពាក់ព័ន្ធការកាន់ម៉ាទឹកកកលាក់ក្នុងកញ្ចប់កាហ្វេដាក់ក្នុងប្រអប់ទម្ងន់12គីឡូក្រាមតាមពិតទៅករណីនេះកើតឡើងតាំងតែពីថ្ងៃទី12ខែកក្កដាមកម្លេះប៉ុន្តែព័ត៌មានទើបត្រូវបានផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទនេះប៉ុណ្ណោះប្រភពខាងលើបានឲ្យដឹងថានារីរូបនេះបានទៅដល់ប្រទេសជប៉ុនជាមួយមិត្តប្រុសនិងនារីម្នាក់ផ្សេងទៀតនៅថ្ងៃទី12ហើយក្រោយមកអាជ្ញាធររកឃើញគ្រឿងញៀននាងនិងគូកនត្រូវបានឃាត់ខ្លួននៅហើយយកទៅសួរនាំក្រោយការសាកសួរចប់អាជ្ញាធរបានដោះលែងមិត្តប្រុសនិងមិត្តម្នាក់ទៀតវិញប៉ុន្តែនាងត្រូវបានឃុំខ្លួនបណ្ដោះអាសន្នសិនទោះបីជាយ៉ាងណាក៏ដោយករណីនេះមិនទាន់ត្រូវបានទម្លាយឲ្យច្បាស់ជាងនឹងឡើយត្បិតតែឪពុកម្ដាយរបស់ជូតាធីបអះអាងថាកូនស្រីរបស់ខ្លួនគឺត្រូវបានគេបោកឲ្យកាន់វ៉ាប៉ូលីសឲ្យតែប៉ុណ្ណោះរឿងនេះកើតឡើងមិនទាន់ដល់1ខែផងបន្ទាប់ពីនារីបម្រើការយន្តហោះក្រុមហ៊ុន Thai Airways ក៏ត្រូវបានចាប់ខ្លួនក្នុងប្រទេសអូស្ត្រាលីពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនផងដែរនាងម្នាក់នោះមានឈ្មោះថាមេនីអាយុ26ឆ្នាំត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិមែលប៊នកាលពីថ្ងៃទី25ខែមិថុនាឆ្នាំ2026ពីបទរត់ពន្ធហេរ៉ូអ៊ីនទម្ងន់ជាង1គីឡូក្រាមដែលមានតម្លៃ$343,300អាមេរិកលាក់ទុកក្នុងកាបូបយួរដៃចំនួន12រឿងកើតឡើងជាបន្តបន្ទាប់សូមបញ្ជាក់យ៉ាងច្បាស់ថាបន្ទាប់ពីករណីស្កេមដែលកំពុងតែរីកដូចផ្សិតនៅប្រទេសថៃនោះប្រទេសថៃគឺពោរពេញទៅដោយគ្រឿងញៀនដែលចែកចាយលក់ក្នុងស្រុកផងនិងរត់ពន្ធក្រៅស្រុកផងហើយក៏ជាស្ពានចម្លងសម្រាប់ឧក្រិដ្ឋជនអន្តរជាតិផងដែរនេះហើយបងប្អូនចំពោះករណីប្រទេសថៃមានរឿងជាបន្តបន្ទាប់ទាក់ទងនឹងការរត់ពន្ធគ្រឿងញៀននិងការព្យុះផ្សេងទឹកចំនួនផ្សេងនៅក្នុងប្រទេសថៃសូមអរគុណពុកម៉ែបងប្អូនកុំភ្លេចជួយ like និង Subscribe ឲ្យខ្ញុំផងបាទបងប្អូនមួយទៀតនេះព័ត៌មានក្តៅថ្មីមួយទៀតទាក់ទងនឹង UN ចុះពិនិត្យបឹងត្រកួនអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកសិទ្ធិមនុស្សអញ្ជើញចុះពិនិត្យតំបន់ព្រំដែនបឹងត្រកួននៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យលោក Thomas Andrew អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិហៅកាត់ថា UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជាបានអញ្ជើញចុះបំពេញទស្សនកិច្ចនិងពិនិត្យស្ថានភាពជាក់ស្ដែងនៅតំបន់ច្រកព្រំដែនបឹងត្រកួនស្ថិតនៅក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី27ខែកក្កដាឆ្នាំ2026នៅក្នុងដំណើរចុះពិនិត្យអ្នករាយការណ៍ពិសេសព្រមទាំងគណៈប្រតិភូបានធ្វើការស្វែងយល់និងអង្កេតមើលយ៉ាងយកចិត្តទុកដាក់លើស្ថានភាពភូមិសាស្ត្រសន្តិសុខជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនដំណើរទស្សនកិច្ចតំណាងអង្គការសហប្រជាជាតិនាពេលនេះគឺធ្វើឡើងតាមក្រោមការសម្របសម្រួលពីសំណាក់ឯកឧត្តមអ៊ុំរតេរីអភិបាលនៃគណៈអភិបាលខេត្ត
និងមន្ត្រីជំនាញពាក់ព័ន្ធដើម្បីធានាឲ្យដំណើរការចុះពិនិត្យនេះប្រព្រឹត្តទៅដោយរលូនលំឡាភាពនិងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។